បាទសួស្តីបងប្អូនបាទជួបជាមួយនឹងវីដេអូថ្មីមួយទៀតហើយបាទបងប្អូននេះគឺជាការបានចំអិនបានម្ហូបមួយប្រភេទបាទបងប្អូនសម្រាប់បងប្អូនដែលចូលចិត្តទៅលេងកំសាន្តទីវាលទីចំការព្រៃភ្នំឆ្ងាយដាច់ស្រយាលពីគេថាស្រុកស្រែពីទីក្រុងពីផ្សារពីកន្លែងលក់ដូរអញ្ចឹងណាបងប្អូនហ្នឹងហើយហ្នឹងយើងប្រើខ្ទះមួយទៅហ្នឹងវាអាចជៀនឬក៏អាំងបាទលីងបាទបងប្អូនបាទជាឃើញមានបាទខាងគាត់នឹងគាត់មានបាទសាច់មាន់បងប្អូនបាទគាត់រោយបាទអំបិលរោយគ្រឿងបាទបន្លាណាបងប្អូនហើយគាត់មានហៅថាបន្លែបង្ការបាទសម្រាប់ទំនាប់ដែរបងប្អូនបាទតាមមើលទៅឆ្ងាញ់បងប្អូនបាទបងប្អូនអាចសាកធ្វើបានបងប្អូនបាទព្រោះថាមើលទៅវាអត់ជាការឆ្ងល់ទេបងប្អូនបាទគេសាច់ហ្នឹងវាខ្ចប់ទៅដោយហៅថាអន្លក់បន្លែបាទគួរឆ្ងាញ់បងប្អូនបាទហើយថ្លើមទៀតបងប្អូនបាទសិតតែគ្រឿងក្នុងអញ្ចឹងវាឆ្ងាញ់បងប្អូនបាទដូច្នេះគេថាបងប្អូនដែលចូលចិត្តទៅលេងកំសាន្តព្រៃបងប្អូនអាចមើលគំរូតាមរូបវីដេអូនឹងបានបងប្អូនបាទអាចធ្វើតាមនឹងបានបងប្អូនយកគ្រឿងថាដូចគាត់ចូលទៅអញ្ចឹងទៅបាទយកទៅធ្វើម្ហូបនៅបាទតាមព្រៃភ្នំតាមហៅថាទីដាច់ស្រយាលពីតំបន់លក់ដូរទីក្រុងបាទអូខេបាទឆ្ងាញ់បងប្អូនខ្ញុំជឿថាឆ្ងាញ់បងប្អូនមកឃើញថាសិតថាបន្លែធម្មជាតិហើយនឹងគេប្រើប្រេងមិនអូលីវប្រេងហ្នឹងគឺប្រេងហៅថាប្រេងដែលមិនមែនជាខ្លាញ់សត្វបងប្អូនបាទអញ្ចឹងឃើញថាគេនឹងគឺម្ហូបស្រុកគេនឹងគេអាំងទាំងម្ទេសអាំងទាំងពេញប៉ោះបាទហើយនឹងគេអាំងទាំងសាច់លាយនឹងថ្លើមបងប្អូនបាទដល់ពេលគេនេះគេអាចយកមកហូបលាយជាមួយគ្នាជាមួយនឹងអន្លក់ឬក៏បន្លែបងប្អូនហើយនឹងមានទឹកជ្រលក់អីទៅបាទឆ្ងាញ់បងប្អូនបាទអូខេបងប្អូនដែលចូលចិត្តបែបនេះបងប្អូនអាចមើលគំរូនឹងបានបងប្អូនបាទមិនជាចំណាយច្រើនទេបងប្អូនចំណាយមកល្មមពេលនេះគេខ្ចប់លាយជាមួយនឹងគេអាចហូបបានបងប្អូនហ្នឹងហើយ2នាក់3នាក់ជាពិសេសបើបាន2នាក់ឬក៏3នាក់ល្អបង